គឺយើងចូលទៅលើរបៀបអ៊ុតទី2គឺដោយអត់មានអីពិបាកទេយើងចាប់សាច់កណាត់របស់យើងដោយនៅក្នុងរូបវីដេអូខាងលើយើងចាប់ឆ្នាំងអ៊ុតយើងអ៊ុតឲ្យស្អាតឲ្យរលោងចឹងមកតើពីឃើញថាផ្នែកខាងក្រោមអ៊ុតបានស្អាតរួចរាល់ហើយយើងក៏ទាញដាក់អ៊ុតនៅផ្នែកខាងលើនៃចង្កេះរបស់យើងតែម្ដងគឺយើងអ៊ុតលុញវាឲ្យរលោងស្អាតចឹងណាបងប្អូនអូខេឥឡូវបន្ទាប់ពីផ្នែកជើងមួយចំហៀងរបស់យើងរួចរាល់ហើយយើងក៏ត្រឡប់មកផ្នែកជើងមួយចំហៀងរបស់យើងទៀតគឺយើងអ៊ុតពាក់កណ្ដាលជង្គង់ទៅក្រោមឲ្យរលោងស្អាតចឹងមកគឺយើងអាចមកអ៊ុតផ្នែកខាងចង្កេះនៃជើងម្ខាងរបស់យើងដូចគ្នាហើយបងប្អូនក៏អាចយកឆ្នាំងអ៊ុតមកលុញឲ្យខត្រង់ចង្កេះឲ្យបានស្អាតឥឡូវឃើញថាផ្នែកខាងមុខយើងអ៊ុតរួចរាល់ហើយយើងក៏ត្រឡប់អ៊ុតនៅផ្នែកខាងក្រោយវិញម្ដងអញ្ចឹងងាយទេបងប្អូនផ្នែកខាងក្រោយយើងអ៊ុតនៅជើងហើយយើងក៏ត្រឡប់មកអ៊ុតនៅខាងគូតនៃចង្កេះរបស់យើងតើវាឃើញថាការអ៊ុតគូតរបស់យើងស្អាតហើយយើងក៏ត្រឡប់មកអ៊ុតជើងមួយចំហៀងទៀតជើងយើងអ៊ុតបានរលោងស្អាតហើយយើងក៏លើកមកអ៊ុតនៅផ្នែកចង្កេះនៃគូតខរបស់យើងមួយចំហៀងទៀតឲ្យបានស្អាតដូចគ្នាផងដែរអញ្ចឹងបន្ទាប់ពីបងប្អូនបានរៀនពីរបៀបអ៊ុតខរួចរាល់ហើយឃើញថាខរបស់យើងបានស្អាតហើយយើងក៏បត់ទុកតែម្ដងអូខេបន្ទាប់ពីមើលវីដេអូនេះរួចហើយបើបងប្អូននៅក្នុងខេត្តបៃលិនឬក៏មកលេងក្រុងបៃលិនអាចយកខោអាវមកឲ្យខាងយើងបោកអ៊ុតបានទីតាំងរបស់យើងគឺក្បែរសួនបងប្អូនអាចជិះពីរង្វង់មូលឯករាជ្យមុខសាលាខេត្តមកត្រង់គឺឃើញហើយជាមួយនឹងកន្លែងបោកហាលរបស់យើងគឺមានអនាម័យស្អាតនិងផាសុកភាព